បករលំសាលារៀននៅឥណ្ឌូនេស៊ីបាត់ខ្លួន91នាក់និងស្លាប់3នាក់ខណៈក្រុមអ្នកជួយសង្គ្រោះស្វែងរកកំទេចកំទីជាថ្ងៃទី2ការស្វែងរកដោយអស់សង្ឃឹមសម្រាប់មនុស្សជាង90នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីការដួលរំអគារខណៈពេលដែលសិស្សកំពុងអធិស្ឋាននៅសាលារៀននៅសេដូយ៉ូអាជ្ញាធរបាននិយាយថាឪពុកម្ដាយនិងអ្នកជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកយ៉ាងអន្ទះសារសម្រាប់ក្មេងប្រុសជំទង់រាប់សិបនាក់ដែលត្រូវបានគេជឿថាជាប់គាំងមួយថ្ងៃបន្ទាប់ពីការដួលរំនៃសាលាបង្រៀនសាសនាអ៊ីស្លាមដែលបានបណ្ដាលឲ្យមនុស្ស3នាក់ស្លាប់រួចទៅហើយអាជ្ញាធរបាននិយាយថាមនុស្សចំនួន91នាក់ត្រូវបានរាយបញ្ជីថាបានបាត់ខ្លួនបន្ទាប់ពីអគារសិក្សា Al Fawzani បានដួលរំខណៈពេលដែលសិស្សានុសិស្សបានអធិស្ឋានពេលរសៀលនៅក្នុងវិហារអ៊ីស្លាមដែលស្ថិតនៅជាន់ខាងក្រោមនៃអគារដែលជាន់ខាងលើកំពុងសាងសង់សាលារៀននេះស្ថិតនៅក្នុងក្រុងសេដូយ៉ូភាគខាងកើតកោះជ្វាចម្ងាយប្រហែល780គីឡូម៉ែត្រ480ម៉ាយភាគខាងកើតក្រុងសាកាតាមកដល់ល្ងាចថ្ងៃអង្គារនេះសាកសព3នាក់ត្រូវបានគេរកឃើញហើយដោយអ្នកដែលបាត់ខ្លួននៅតែជាប់នៅក្រោមបន្ទះបេតុងដ៏ធំកុមារ99និងកម្មករនៅសាលាត្រូវបានរាប់បញ្ចូលប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុកលោកណែនឹងសេយិតបានប្រាប់អ្នកសារព័ត៌មានថាក្រុមអ្នកជួយសង្គ្រោះបានរកឃើញសញ្ញានៃជីវិតនៅក្រោមកំទេចកំទី